សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយកជំងឺកញ្ជ្រឹលកើតឡើងពីមេរោគ RNA ដែលឆ្លងទៅដល់ប្រព័ន្ធផ្លូវដង្ហើមស្បែកនិងប្រព័ន្ធការពាររាងកាយវាមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លាំងក្អកវាសម្បោរកន្ទួលក្រហមលេចឡើងនៅលើមុខនិងរាលដាលនៅផ្នែកផ្សេងៗនៃរាងកាយហើយចំណុចពណ៌សនៅក្នុងមាត់ឈឺសាច់ដុំនិងភ្នែកក្រហមការឆ្លងរបស់វាវិញគឺឆ្លងតាមរយៈដំណក់ទឹកតាមផ្លូវដង្ហើមនៅពេលដែលអ្នកជំងឺក្អកនិងក្រដាសតាមរយៈការប៉ះពាល់ផ្ទាល់និងសម្ភារៈរបស់អ្នកជំងឺប្រើប្រាស់រួចឯចំណែកផលបាក់របស់វាគឺការឆ្លងមេរោគនៅត្រចៀកការរលាកសួតការលាកខួរក្បាលឯការព្យាបាលគឺការព្យាបាលជំងឺកញ្ជ្រឹលទៅលើកុមារគឺផ្ដោតទៅលើបន្ថយរោគសញ្ញានិងការការពារផលវិបាកត្រូវផ្ដល់ជាតិទឹកព្រោះយើងត្រូវផ្ដល់ជាតិទឹកឲ្យកូននៅសារជាតិទឹកឲ្យបានច្រើនដើម្បីការពារការខ្វះជាតិទឹកយើងត្រូវផ្ដល់វីតាមីន A ផ្ដល់វីតាមីន A ទៅដល់កូនឲ្យបាន2ដូសនៅចន្លោះ24ម៉ោងដើម្បីជួយការពារភ្នែករបស់កុមារផ្ដល់ថ្នាំបន្ថយកម្ដៅដូចជាប៉ារ៉ាសេតាមុលឬអៃប៊ុយប្រូផែនដើម្បីកាត់បន្ថយជំងឺគ្រុនក្តៅយើងត្រូវថែរក្សាភ្នែកនិងឲ្យកូនសម្រាប់ឲ្យបានច្រើនដូច្នេះបើបងប្អូនឬកូនក្មួយណាដែលកើតជំងឺកញ្ជ្រឹលសូមប៉ាម៉ាក់នាំកូនទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់សូមអរគុណ